សូមជូនរឿងយន្តវ៉ាសំណប់ចិត្តភាគទី26កម្មកររបស់ខ្ញុំប្រាប់ថារាជសីឲ្យលេខាមុខបន្ទប់ទូរស័ព្ទសុំប្រវត្តិរូបលោកខាសោតពីការិយាល័យហើយគេសុំទៅធ្វើអីឬគេសង្ស័យកម្មករនោះតើនឹងរៀលដាដល់យើងទេអ្នកនិយាយអន្ទះអន្ទែងចិត្តហើយរឹកពីនោះជំរុញភាពសង្ស័យដល់គូសន្តានាដែលអង្គុយលើកៅអីទល់មុខលើរបៀងផ្ទះមាត់សមុទ្រប្រហែលចង់យកស្រីស្អាតដែលនៅក្បែរខ្លួនគេទេដឹងពីអ្នកឪពុកកូននោះបានជួបគ្នាហើយតែឪពុកនាងបិទមុខមិនឲ្យឃើញពេលនេះកូនស្រីប្រហែលកំពុងសង្ស័យខ្លាំងហើយទៅព្រះរាជសីចេញមុខចាត់ការឲ្យនិយាយអញ្ចឹងហេតុអីបានជានាងគិតថាគេសង្ស័យមកខាងយើងមានរឿងអ្វីដែលខ្ញុំមិនដឹងដែរទេអត់ទេគ្មានអីទេខ្ញុំគ្រាន់តែនឹកខ្លាចប៉ុណ្ណោះជីនស៊ូមើលផ្ទៃមុខស្អាតហើយភាពខ្លាចបង្ហាញចេញមកតាមរយៈទឹកមុខនិងក្រសែភ្នែករបស់នាងបើនាងធ្វើខ្លួនល្អមិនបានធ្វើហួសពីបញ្ជាខ្ញុំទេក៏ប្រហែលគ្មានបញ្ហាអ្វីដែរហើយក៏គ្មានអ្នកណាសង្ស័យដល់នាងផងដែរសំឡេងធម្មតាតែស្ដាប់ទៅដូចជាពាក្យគំរាមនោះធ្វើឲ្យស៊ូអ៊ីលដកដង្ហើមខុសចង្វាក់តែបើអត់ទេខ្ញុំក៏មិនអាចជួយនាងបាននៅពេលក្រោយដែរឈួតហេតុអីនិយាយបែបនេះធ្វើដូចមិនទុកចិត្តគ្នាអញ្ចឹងស៊ូអ៊ីលនិយាយប្រឆាំងភ្លាមហើយប្រុងនឹងរសាឲ្យខ្លួនឯងវែងអន្លាយបើកុំតែជីនស៊ូលើកដៃហាមទេនោះខ្ញុំគ្រាន់តែនិយាយការពារទុកប៉ុណ្ណោះនៅមិនតាន់គិតថានាងធ្វើមែនទេព្រោះដឹងថាមនុស្សស្រីដូចជានាងឆ្លាតមិនបង្ករឿងឲ្យខ្លួនឯងទេហើយនាងក៏គួរតែពេញចិត្តចំពោះនឹងផលចំណេញព្រមទាំងភាពស្រណុកសុខស្រួលដែលបានទទួលពីខ្ញុំស្រាប់ហើយខ្ញុំពេញចិត្តស៊ូអ៊ីលនិយាយថ្នមដោយត្រូវការបញ្ជាក់ប្រាប់ខ្លួនឯងច្រើនជាងបញ្ជាក់ដល់ភាគីម្ខាងទៀតខ្ញុំដឹងយូរហើយថាបើត្រូវការអ្វីក៏ត្រូវយកឲ្យបានមិនសង្ឃឹមថានឹងមានមនុស្សយករបស់ដែលត្រូវការមកឲ្យនោះទេស្រីស្អាតធ្វើទឹកមុខស្រងោតស្រងាត់ជីនស៊ូមើលហើយមិនអាចទាយអារម្មណ៍នាងបានតើនាងគិតទៅដល់អ្វីបានហើយខ្ញុំគួរតែត្រឡប់ទៅវិញហើយខ្ញុំគ្រាន់តែមកប្រាប់លោកថាការងារដែលឲ្យខ្ញុំធ្វើរួចរាល់ហើយពេលនេះបងរាជសីបញ្ជាឲ្យសង្កេតការនៅឃ្លាំងទំនិញតាំងរ៉ាំងជាងកន្លែងផ្សេងស៊ូអ៊ីលទាញកាបូបមកស្ពាយដោយមិនមើលអ្នកអង្គុយលើកៅអីទល់មុខសូម្បីតែបន្តិចរួចបាយខ្នងដើរចេញទៅស្អែកនេះខ្ញុំនឹងផ្ទេរលុយមួយចំនួនចូលបញ្ជីនាងមិនបាច់បារម្ភទេសង្ឃឹមថាយើងប្រហែលជាបានរួមការងារជាមួយគ្នាយូរទៀតស៊ូអ៊ីលបើកឡានមកដល់ហាងអាហារប្រចាំមួយកន្លែងមកប៉ុន្មានអ្នកដែរអ្នកនាងក្មេងរត់តុកសួរពេលស្រីស្អាតដើរកាច់រៀងចូលក្នុងហាងពេលបានចម្លើយក៏អញ្ជើញទៅកាន់តុទំនេរមួយតែនាងក៏បដិសេធព្រោះត្រូវការជ្រើសរើសកន្លែងដែលមានបរិយាកាសល្អដោយការដែលនាងធ្លាប់មកជាមួយមនុស្សម្នាក់តែពេលដើរចូលទៅដល់តុគោលដៅនាងបែរជាឃើញគេម្នាក់នោះអ្នកដែលកំពុងសាងអារម្មណ៍
ច្របូកច្របល់ឲ្យកើតឡើងក្នុងចិត្តនាងសាំងហ៊ុនសំឡេងហៅថ្នមចេញពីមាត់ស៊ូអ៊ីលក្រសែភ្នែកសម្លឹងមើលផែនខ្នងរបស់មនុស្សដែលនាងស្គាល់កំពុងអង្គុយជាមួយស្រីម្នាក់ដែលនាងចាំបានខ្ញុំបដូរចិត្តហើយសុំទោសដែលធ្វើឲ្យខាត់ពេលអូបាទមិនអីទេលើកក្រោយអញ្ជើញមកទៀតណាអ្នកនាងទោះជាងងឆ្ងល់ចំពោះការសម្រេចចិត្តយ៉ាងលឿនរបស់ភ្ញៀវតែក្មេងរតកក៏គ្រាន់តែគ្រវីក្បាលស៊ូអ៊ីលត្រឡប់មកអង្គុយក្នុងឡានក្តាប់ចង្កូតឡានជាប់ព្រមទាំងព្យាយាមដកដង្ហើមបន្ធូរអារម្មណ៍មួម៉ៅសាំងហ៊ុននាងហៅឈ្មោះអតីតសង្សារដែលពេលខ្លះនាងមានអារម្មណ៍ថានៅស្រឡាញ់គេតែរូបភាពអំបញ្ញមិញនៅដកជាប់ក្នុងចិត្តដាស់តឿនឲ្យនាងដឹងថាវាដល់ពេលដែលត្រូវកាត់ចិត្តនិងឈានបន្តទៅមុខហើយស្អែកនេះបុគ្គលិកនឹងយកប្រវត្តិលោកខាសូតឲ្យតើនាងចង់ចូលក្រុមហ៊ុនជាមួយខ្ញុំទេរាជសីមើលអ្នកអង្គុយស្ងៀមធ្មឹងក្នុងបន្ទប់អង្គុយលេងក្រោយពីរួមតុអាហារជាមួយគ្នាមួយសន្ទុះខ្ញុំនឹងចូលទៅយ៉ាន់វ៉ាងាកមកតបអ្នកដែលអង្គុយក្បែរនាងអរគុណលោកច្រើនហើយក៏អរគុណដែលលោកមិនគិតថាខ្ញុំឈួតគិតផ្ដេសផ្ដាសដោយខ្លួនឯងអត់ទេខ្ញុំគ្មានផ្លូវគិតបែបនោះទេរាជសីក្រវីក្បាលព្រមទាំងលះអារម្មណ៍ដែលផុសឡើងក្រោយពីបានដឹងចេតនារបស់នាងខ្ញុំមិនគិតចង់ឲ្យលោកជឿគំនិតនិងប្រផ្នូលរបស់ខ្ញុំទេព្រោះរឿងបែបនោះបើមិនកើតឡើងលើខ្លួនឯងក៏ពិបាកនឹងមានអ្នកជឿណាស់សម្រាប់លោកគ្រាន់តែមិនគិតជំទាស់ឬសើចចំអកខ្ញុំក៏គ្រប់គ្រាន់ហើយយ៉ាន់វ៉ាមិនថានាងចង់បានអីចាំទុកណាខ្ញុំពេញចិត្តរកមកឲ្យនាងជានិច្ចលោកចិត្តល្អដល់ហើយខ្ញុំមិនដឹងថាអរគុណលោកយ៉ាងម៉េចល្អទេស្នាមញញឹមស្រស់ស្រាយជាលើកដំបូងក្រោយពីអ្នកទាំងពីរត្រឡប់មកពីឃ្លាំងទំនិញនៅថ្ងៃរសៀលរាជសីចាប់ដៃនាងមកក្តាប់ជាប់ព្រមទាំងសម្លឹងផ្ទៃមុខស្អាតស្ងៀមមុននឹងនិយាយឡើងមកខ្ញុំធ្វើនៅអ្វីដែលមនុស្សប្រុសធម្មតាភាគច្រើនធ្វើស្រាប់ហើយមិនមែនរឿងប្លែកត្រង់ណាទេពាក្យបង្កប់នៃរបស់គេសាងស្នាមញញឹមអៀនលើផ្ទៃមុខក្រហមតែប៉ុន្មាននាទីក្រោយមកស្នាមញញឹមនោះក៏បាត់ទៅវិញហើយបបោមាត់ស្ដើងក៏ក្តាប់មាត់ណែនលោកជាចៅហ្វាយខ្ញុំគ្រាន់តែជាលេខាកូនចៅរបស់លោកតែប៉ុណ្ណោះហើយយ៉ាងម៉េចមិនឃើញប្លែកត្រង់ណាផងតើនាងគិតថាខ្ញុំចង់បានអ្វីពីមនុស្សស្រីដែលខ្ញុំជ្រើសរើសលោកជ្រើសរើសមនុស្សស្រីម្នាក់នោះមកដើម្បីអ្វីបើខ្ញុំនិយាយចេញមកពេលនេះនាងអាចមិនជឿក៏ថាបានបើលោកមិននិយាយខ្ញុំក៏មិនដឹងដែរហើយបើឲ្យមើលតាមរយៈទង្វើរបស់លោកវាកាន់តែធ្វើឲ្យខ្ញុំមិនជឿជាក់ហើយចុះនាងជឿដែរទេបើខ្ញុំប្រាប់ថាកន្លងមកខ្ញុំមិនដែលមានអារម្មណ៍លើមនុស្សស្រីណាដូចជានាងទេហើយអារម្មណ៍នោះតើខ្ញុំគួរត្រេកអរដែរទេសំណួររបស់នាងធ្វើឲ្យអ្នកស្ដាប់គិតចង់ចាប់នាងមកអង្គុយលើភ្លៅ
ហើយចាប់មកទះកំបេះគូទេដើម្បីឲ្យនាងឈប់គិតអកតេចំពោះគេទៀតតែគេធ្វើបានត្រឹមតែសម្លឹងមុខនាងហើយបញ្ជាក់វាអាស្រ័យលើនាងបើនាងត្រូវការវាក៏ជារឿងគួរឲ្យត្រេកអរស្រាប់ហើយក្រៅពីសេចក្តីត្រូវការហើយគួរមើលថាតើវាស័ក្តិសមឬក៏អត់ដែរហើយដែលសំខាន់រឿងនោះតើវាត្រឹមត្រូវឬក៏អត់បើនាងត្រូវការវាក៏គ្មានបញ្ហានោះទេគ្រប់យ៉ាងត្រឹមត្រូវនិងច្បាស់លាស់ស្រាប់ហើយគ្រាន់តែនិយាយដល់ភាពត្រឹមត្រូវវាក៏ខុសហើយខុសអីគេមានន័យថាម៉េចអ្នកសួរធ្វើទឹកមុខឆ្ងល់ព្រោះគិតមិនទាន់តាមគំនិតរបស់នាងលោកមានគ្រួសារហើយឈប់បោកប្រាស់មនុស្សស្រីល្ងងឲ្យលងនឹងលោកទៀតទៅមានគ្រួសារចង់និយាយពីអីអ្នកនិយាយលាដៃចេញដាក់សងខាងខ្លួនដូចអញ្ជើញឲ្យនាងសម្លឹងមើលរបស់ជុំវិញខ្លួនមុននឹងងាកមកសម្លឹងមកនាងហើយលើកចិញ្ចើមសួរមនុស្សប្រុសស្អីពិតជាអាក្រក់មែនខ្ញុំអង្គុយត្រង់នេះជំនួសការដែលនាងអើហើយសរុបខ្លួនឯងនាងគួរតែសួរខ្ញុំល្អជាងសួរដើម្បីបើកឱកាសឲ្យលោកដោះសារមែនទេសំឡេងរបស់នាងនៅដូចដើមហើយក៏ខ្លាចជារាជសីដែលអស់ការអត់ធ្មត់ចំពោះនាងខ្ញុំជឿអ្វីដែលខ្ញុំឃើញច្រើនជាងអ្វីដែលនាងឃើញគឺខ្ញុំមានកូនប្រុសម្នាក់ហើយខ្ញុំក៏គិតថានាងនឹងគេចោះសម្រងគ្នាបានល្អប្រកាសជាគ្មានបញ្ហាទេហើយខ្ញុំមានប៉ាម៉ាក់មានតាយាយរស់នៅជាមួយតែទុកចិត្តចោះពួកគាត់មិនដែលមករវល់ជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំទេគ្រាន់តែធ្វើអ្វីគឺជម្រាបពួកគាត់ឲ្យដឹងតែប៉ុណ្ណោះប្រាប់ពួកគាត់ថាកូនប្រុសឬចៅប្រុសជាទីស្រឡាញ់របស់ពួកគាត់ចង់លាក់មនុស្សស្រីម្នាក់ទុកក្នុងផ្ទះហើយគាត់ក៏អនុញ្ញាតអញ្ចឹងមែនទេដឹងខ្លួនទេថានាងនេះពិតជាគួរឲ្យខឹងមែនខ្ញុំមិនផ្លាច់ចិត្តទេថាហេតុអីបានជានាងចុះសម្រងជាមួយម៉ូបានល្អអាយ៉ាពាក្យថាគិតខ្លួនឯងគួរតែស័ក្តិសមនឹងលោកច្រើនជាងដូចជាខ្ញុំនិងកូនប្រុសលោកហ្នឹងដែលចុះសម្រងនឹងគ្នាជាសត្រូវនឹងគ្នាច្រើនជាងអត់ទេខ្ញុំមើលពួកនាងដឹងរាជសីទៅតែញញឹមចេញពេលគិតដល់ប្រតិកម្មរបស់កូនប្រុសដែលមានចំពោះមនុស្សស្រីដែលគេគិតប៉ងបើមិនទទួលស្គាល់គ្នាមានដែរទេដែលម៉ូតាមញោះយន់វ៉ារាល់លើកដែលមានឱកាសខ្ញុំនឹងប្រាប់អាត់កំបាំងឲ្យនាងដឹងទៅចុះម៉ូគេចូលចិត្តនាងខ្លាំងណាស់ហើយនាងកាន់តែធ្វើមិនចាប់អារម្មណ៍មិនចង់ចូលក្បែរគេកាន់តែចង់ញោះនាងហើយគេកំពុងទាមទារការចាប់អារម្មណ៍នោះអីយន់វ៉ាលើកចិញ្ចើមអង្គុយគិតមួយសន្ទុះក៏សើចចេញមកតែពេលក្រឡេកទៅខាងអ្នកដែលអង្គុយមើលនាងទៅនាងអង្គុយត្រង់ខ្លួនហើយធ្វើមុខមាំតែលោកមានប្រពន្ធហើយខ្ញុំធ្លាប់មានហើយពេលនេះក៏នៅមានដែរអេនៅប្រកែកទៀតខ្ញុំប្រាប់ហើយតើថាធ្លាប់មានបានន័យថាអតីតតែបច្ចុប្បន្នគ្មានទេប៉ិតឬអត់យន់វ៉ាសម្លឹងមើលភ្នែកគេព្រមទាំងធ្វើភ្នែកដូចមិនចង់ជឿប៉ិតមែន
រាជសីបញ្ជាក់ព្រមទាំងសម្លឹងភ្នែកនាងស្ងៀមព្រោះចាំសម្ដែងភាពស្មោះត្រង់ហើយមើលទៅនាងដូចជាដឹងមិនពិបាកទេតែនាងក៏នៅអល់ឯកចិត្តហើយយ៉ាងម៉េចគឺខ្ញុំមានន័យថាហេតុអីម្ដងមានម្ដងអត់អញ្ចឹងទោះបីសំឡេងចុងប្រយោគកំបត់បន្តិចតែអ្នកដែលកំពុងចាំយ៉ាងអន្តែងបែរជាញញឹមព្រោះមើលឃើញឱកាសអធិប្បាយនាងយល់ច្រឡំតាក់ទងនឹងម្ដាយរបស់ម៉ូម៉ូរាជសីនិយាយពេលគិតដល់ការសន្ទនាកាលពេលមួយដែលនាងអង្គុយជាមួយគ្នានៅក្នុងឡាននាងធ្វើការទីនេះបានមួយរយៈហើយប្រហែលដឹងអ្វីតាក់ទងនឹងខ្លួនខ្ញុំខ្លះហើយមិនមែនខ្លះទេអាចថាច្រើនគួរសមយន្តវ៉ាគិតក្នុងចិត្តម្ដាយរបស់ម៉ូម៉ូធ្លាប់ជាមិត្តភក្តិស្និទ្ធស្នាលរបស់ខ្ញុំគ្រាន់តែពាក្យហៅម្ដាយកូនប្រុសរបស់ខ្លួនឯងក៏ធ្វើឲ្យអ្នកស្ដាប់ដៀងភ្នែកមើលដោយមិនគួរឲ្យជឿអេឆ្លើយដូចជាតារាដល់ហើយណោះលោកមានកូនជាមួយគ្នាម្នាក់ក៏នៅហៅថាមិត្តភក្តិស្និទ្ធស្នាលទៀតលោកនិយាយជាមួយខ្ញុំលោកមិនបាច់សាងរូបភាពក៏បានព្រោះថាគ្មានប្រយោជន៍យល់ព្រមរាជសីលើកដៃទាំងពីរធ្វើកាយវិការព្រមចោទចាញ់ហើយអធិប្បាយរឿងរ៉ាវក្នុងអតីតឲ្យយល់ងាយបំផុតម្ដាយរបស់ម៉ូម៉ូឈ្មោះស៊ូអេនាងជាមិត្តភក្តិរបស់ខ្ញុំកាលនៅរៀនវិទ្យាល័យយើងរាប់អានគ្នាជាមិត្តភក្តិតែមានរឿងខ្លះកើតឡើងដោយយើងទាំងពីរមិនបានតាំងចិត្តរហូតមានម៉ូម៉ូយ៉ាន់វ៉ាស្ដាប់ហើយយល់តាមមិនពិបាកយល់ទេថាអ្វីដែលរាជសីនិយាយនោះគឺជាអ្វីតែឧបសគ្គគឺភាពមិនជឿចិត្តនិងទុកចិត្តដែលមានចំពោះគេទៅវិញទេនាងកំតាន់អាកាត់ស្ដាប់ខ្ញុំនិយាយចប់សិនរាជសីលើកដៃហាមពេលឃើញនាងហាប់មាត់ប្រងនឹងនិយាយនាងជាម្ដាយដ៏ល្អរបស់ម៉ូម៉ូតែរវាងខ្ញុំនិងនាងមិនអាចផ្លាស់ប្ដូរស្ថានភាពឲ្យខុសពីមុនបានទេនាងជាមនុស្សស្រីពូកែមានការតាំងចិត្តខ្ពស់ពីណាពីណីទីបំផុតនាងក៏សម្រេចចិត្តទុកឲ្យម៉ូម៉ូនៅក្នុងការមើលថែរបស់ខ្ញុំដែលមានសមត្ថភាពអាចចិញ្ចឹមកូនច្រើនជាងនាងក្នុងពេលនោះនិយាយចប់រាជសីក៏ងក់ក្បាលឲ្យយ៉ាន់វ៉ាមានឱកាសសួរចុះពេលនេះនាងនៅឯណាសម្លេងសួរតិចដូចខ្លាចក្រែងចម្លើយរាជសីមើលហើយក៏ដឹងតាន់គំនិតរបស់នាងពេលនេះនាងនៅអាល្លឺម៉ង់ហើយមានគ្រួសារដ៏កក់ក្ដៅព្រមទាំងជីវិតដែលនាងត្រូវការហើយអញ្ចឹងល្អដល់ហើយត្រឹម1 វិនាទីយ៉ាន់វ៉ាក៏បដូរអារម្មណ៍ដោយក្រឡាប់បាត់ដៃក្រែងវាជារឿងគួរឲ្យត្រេកអរតើពេលត្រូវមានអ្នកណាម្នាក់ចាកចេញទៅហើយគេម្នាក់នោះនឹងពេញចិត្តជាមួយអ្វីដែលបានជ្រើសរើសដោយមិនចាំបាច់ឈឺចាប់ជាមួយនឹងអតីតកាលកន្លងមកពេលនេះខ្ញុំនិងស៊ូអេជាមិត្តភក្តិល្អនឹងគ្នាបើអ្នកនាងស៊ូអេជាម្ដាយរបស់កូនប្រុសលោកចុះមនុស្សស្រីម្នាក់ទៀតជាអ្នកណាអ្នកដែលនៅនាងរដាក់រដប់ព្រោះមិនជឿជាក់ដំណឹងដែលធ្លាប់បានឮបើនិយាយចេញទៅខ្លាចក្រែងជារឿងយល់ច្រឡំហើយវាប្រហែលជារឿងអាក្រក់ផងដែរវ៉ាសង
រាជសីនិយាយឡើងក្រសែភ្នែកសោកសៅហើយនាងក៏ឃើញភាពឈឺចាប់បង្កប់នៅក្នុងនោះរវាងខ្ញុំនិងវ៉ាសងទទួលស្គាល់ថាมันមានរឿងល្អៗឲ្យចងចាំឡើយទាំងខ្ញុំនិងនាងមិនគួរជួបគ្នាតាំងពីដំបូងពេលនេះវ៉ាសងនៅក្នុងគុកព្រមទាំងកំពុងទទួលកម្មដែលនាងបានសាងកាលពីប្រហែលឆ្នាំមុនហើយមិនយូរទៀតទេនាងនឹងចេញមកវិញហើយបន្ទាប់មកនាងប្រហែលជាចាប់ផ្ដើមជីវិតជាថ្មីខ្ញុំសោកស្ដាយផងពីដំបូងគិតចង់សួររកចម្លើយតែដល់ពេលមែនទែននាងបែរជាមិនហ៊ានសួរខ្ញុំនិងវ៉ាសងពេលជួបគ្នាយើងធ្លាប់គិតចង់រៀបការហើយចុះឲ្យតែសវល់ជាមួយគ្នាតែពេលកន្លងទៅមួយរយៈយើងបែរជាមានអារម្មណ៍ថាមិនត្រូវការគ្នារាជសីសម្រេចចិត្តប្រាប់ការពិតទោះជាការពិតនេះអាចសាងភាពសង្ស័យដល់យន្តវ៉ាក៏ដោយខ្ញុំមិនមែនមនុស្សប្រុសចិត្តព្រានទេណាយន្តវ៉ាខ្ញុំចង់មានស្នេហាដែលថិតថេរគង់វង្សដូចមនុស្សទូទៅខ្ញុំចង់មានមនុស្សម្នាក់ដែលនៅក្បែររួមសុខរួមទុក្ខជាមួយគ្នាហើយដែលសំខាន់សូមជាមនុស្សដែលខ្ញុំស្រឡាញ់ហើយនាងក៏ស្រឡាញ់ខ្ញុំលោភណាស់ស្មានថាងាយបានណោះនាងនិយាយចេញមកដូចមនុស្សមាត់រហ័សតែពេលនិយាយចេញទៅហើយក៏ឆ្ងោកមកចុះមិនហ៊ានមើលមុខគេខ្ញុំមិនមែនជាមនុស្សមើលពិភពលោកក្នុងផ្លូវអាក្រក់ទេខ្ញុំដឹងច្បាស់ថាខ្លួនឯងត្រូវការអ្វីគ្រាន់តែត្រង់ទៅត្រង់មកជាមួយអារម្មណ៍និងសេចក្តីត្រូវការរបស់ខ្លួនឯងមិនដូចអ្នកខ្លះទេរាជសីនិយាយសំឡេងស្រទន់ព្រមទាំងញញឹមនឹងដល់ថ្នាក់ត្រង់ទៅត្រង់មកជាមួយនឹងអារម្មណ៍និងសេចក្តីត្រូវការរបស់ខ្លួនឯងហើយនៅខុសឆ្គងដល់ទៅ2ដងទៀតតែលើកទី3ខ្ញុំជឿជាក់ថាមិនខុសទេអំបញ្ញមិញនាងនិយាយជាមួយខ្ញុំរឿងប្រផ្នូលថាបើវាមិនកាត់លើអ្នកណាអ្នកនោះពិបាកនឹងយល់ណាស់តែខ្ញុំយល់ពីនាងច្បាស់ព្រោះរឿងនេះកាត់លើខ្ញុំហើយដោយមិនបាច់ឲ្យមានអ្នកណាសួរបន្តថារឿងដែលគេនិយាយដល់នោះគឺអ្វីព្រោះគេប្រើក្រសែភ្នែកសម្លឹងនាងបែបនេះវាពិបាកនឹងឲ្យនាងធ្វើមិនដឹងមិនឮខ្លាំងណាស់សរុបទៅគឺលោកគ្មានអ្នកណាពាក់ព័ន្ធជាមួយយន្តវ៉ាបូករួមភាពក្លាហានសួរអ្វីដែលសំខាន់បំផុតដែលគិតថាមនុស្សស្រីគួរដឹងតាក់ទងនឹងមនុស្សប្រុសដែលអង្គុយនិយាយពាក្យផ្អែមនៅក្បែរនាងបែបនេះប្រកាសជាគ្មានទេបើនាងមិនជឿចង់ឲ្យទៅសុំឯកសារបញ្ជាក់ក៏បានថាខ្ញុំគ្មានពាក់ព័ន្ធជាមួយអ្នកណានោះទេសូម្បីតែកាយគេបង្អស់សំឡេងវែងដូចនៅមិនទាន់អស់ពាក្យនិយាយរហូតអ្នកស្ដាប់ត្រូវផ្អៀងកមើលហើយចាំអត់រហូតភ្លេចខ្លួនលើកលែងផ្លូវចិត្តគឺខ្ញុំបានឲ្យទៅមនុស្សម្នាក់បាត់ហើយប្រយោគចុងក្រោយធ្វើឲ្យអ្នកស្ដាប់ភ្ញាក់ព្រឺតពេលមានអារម្មណ៍ថារឿងរ៉ាវចាប់ផ្ដើមសម្រុកមកក្បែរខ្លួនហើយខ្ញុំថាយើងបញ្ចប់រឿងនេះទៅល្អជាងការដែលលោកនិយាយមកទាំងអស់គឺខ្ញុំដឹងហើយយន្តវ៉ាប្រាប់មុននឹងដកដង្ហើមធូរទ្រង់ពេលគេឃើញថាគេឈប់រករៀនខ្លួនដោយពាក្យសម្ដីដែលស្ដាប់ហើយអាចនឹងពិបាកធ្វើចិត្តទទួលយកបានបន្ទាប់មកក៏ទាញសតិនិងភាពក្លាហានឲ្យត្រឡប់មកវិញមុននឹងនិយាយដោយសំឡេងម៉ឺងម៉ាត់ជាងមុនហើយម្យ៉ាងទៀត
ខ្ញុំមានរឿងចង់សំណូមពរលោកសង្ឃឹមថាលោកឲ្យខ្ញុំបានតើនាងត្រូវការអ្វីប្រាប់មកចុះខ្ញុំឲ្យនាងបានគ្រប់យ៉ាងស្រាប់ហើយកែវភ្នែករបស់រាជសីចាំងព្រាកព្រមទាំងញញឹមពេលឃើញថាស្ថានភាពដំណើរការទៅតាមបំណងរបស់គេតែពេលឮសំណូមពររបស់នាងហើយស្នាមញញឹមត្រេកអរទាំងនោះក៏រលប់អស់ភ្លាមខ្ញុំគ្រាន់តែចង់ឲ្យលោកកុំតន់អាននិយាយអ្វីក្នុងពេលនេះអីព្រោះខ្ញុំនៅមិនទាន់បានត្រៀមខ្លួនទទួលភាពប្លែកថ្មីរបស់លោកទេវាគឺជារឿងពិបាកនឹងធ្វើចិត្តលោកយល់មែនទេថ្ងៃបន្ទាប់មកពេលយន្តវាតាមរាជសីមកដល់ការិយាល័យនាងក៏ប្រញាប់ចុះពីឡានចវាយធំដោយខ្លាចអ្នកណាមកឃើញហើយយល់ច្រឡំទំនាក់ទំនងដែលនៅមិនទាន់មានផ្លែផ្កាអាចកំបាំងគ្មានទេនៅក្នុងលោកទៅបាត់បង់អ្នកដតីធ្វើអីមិនយូរទេគេនឹងដឹងដដែលហ្នឹងនិយាយឲ្យស្រួលណាខ្ញុំនឹងលោកគ្មានអាចកំបាំងដែលត្រូវបាត់បង់អ្នកដតីទេគ្មានក៏គ្មានអញ្ចឹងខ្ញុំក៏ប្រាប់រឿងរបស់យើងទៅបុគ្គលិកគ្រប់គ្នាឲ្យដឹងហើយមនុស្សឈួតធ្វើអីធ្វើទៅឈប់និយាយជាមួយហើយពេលដើរមកដល់មុខការិយាល័យហើយប្រុងនឹងបើកទ្វារចូលទៅរំពេចនោះក៏ត្រូវឈប់ឆ្ងល់ពេលក្រសែភ្នែកឃើញឡានមួយបាំងកន្លះបើកចូលមកហារ៉ាំងចុះមកយន្តវាក៏ជ្រុញចិញ្ចើមផ្លែកចិត្តតែពេលនឹកឃើញអ្វីម្យ៉ាងនាងក៏បដូរទឹកមុខជាញញឹមឈប់ទៅណាមិនតាន់បានទេបើខ្ញុំមិនតាន់អនុញ្ញាតយន្តវាធ្វើជានិយាយសំឡេងមាំដើម្បីញាស់អ្នកដើរអោនមុខស្អីទៀតហើយមកទាញដៃខ្ញុំធ្វើអីម៉ោងជិត8ហើយដល់ពេលធ្វើការហើយតិចលោស្កេនមេដៃមិនតាន់ពេលទៅហារ៉ាំងលើកហេតុផលសំខាន់មកអាងតែយន្តវាក៏នៅសង្កេតឃើញភាពអៀនរបស់មិត្តភក្តិតាន់ក៏បានឯងទៅស្កេនមេដៃសិនទៅហើយសំនិយាយឲ្យខ្ញុំស្ដាប់តាំងពីដើមរហូតដល់ចប់ថាមានអ្វីកើតឡើងពេលខ្ញុំមិននៅហើយអ្វីបានជាអ្នកទាំងពីរស្និទ្ធស្នាលគ្នាមិនឆ្លោះគ្នាដោយកាលពីមុនយន្តវាប្រាប់មុននឹងដើរតាមមិត្តភក្តិចូលទៅស្កេនមេដៃរួចហើយក៏ទៅអង្គុយប្រចាំតុធ្វើការក្នុងផ្នែកបញ្ជីដែលនាងខានមកមួយរយៈយន្តវាមិនទាន់បានសួរផងប្រធានផ្នែកក៏ដើរមករកហារ៉ាំងទៅហើយប្រកល់ការងារឲ្យរហូតនាងលួចធ្វើមុខក្រមើដោយភាពខកបំណងហារ៉ាំងប្រើពេលធ្វើការបន្ទាន់ជិតកន្លះម៉ោងទៅមានពេលទំនេរនិយាយជាមួយមិត្តភក្តិតែដោយសារជាពេលការងារហើយមានមិត្តភក្តិរួមការងារព័ទ្ធជុំវិញទៅពីរអ្នកនោះព្រមព្រៀងគ្នាថាចាំនិយាយគ្នាពេលសម្រាប់ថ្ងៃត្រង់ជំនួសពេលថ្ងៃត្រង់ឯងចាំខ្ញុំផងណាពេលនេះខ្ញុំត្រូវទៅជួបលោកប្រធានហើយមិនដឹងថាប្រើពេលយូរប៉ុណ្ណាទេយន្តវាខ្សឹបប្រាប់ហារ៉ាំងមុននឹងដើរចេញពីផ្នែកបញ្ជីក្រោយពីលេខាមុខបន្ទប់របស់រាជសីឲ្យឡើងទៅជួបនៅបន្ទប់ធ្វើការពេលនាងទៅដល់ហើយក៏អង្គុយលើកៅអីមុខតុធ្វើការរបស់គេសឹមីឯកសារស្ដើងក៏ត្រូវរំកិលមកឲ្យឯកសារប្រវត្តិរូបរបស់លោកខាសោតដែលនាងចង់បានរាជសីប្រាប់ដោយសំឡេងទន់ភ្លន់កែវភ្នែកសម្លឹងមកនាងដោយក្តីអាណិតនាងអរគុណហើយបើកមើលឯកសារក្រសែភ្នែកដែលពេញទៅដោយក្តីសង្ឃឹមក៏ផ្លាស់ប្ដូរទៅ
រហូតអ្នកមើលចង់ទាញនាងមកអោបលំលោមគេមិនមែនជាប៉ាខ្ញុំទេយ៉ាន់វ៉ានិយាយដោយសំឡេងគួរឲ្យអាណិតរាជសីចាប់ដៃនាងដែលកំពុងញ័រច្របាច់យ៉ាងណែនខ្ញុំនឹងជួយនាងតាមរកគាត់បើនាងមានអ្វីបញ្ជាក់តាក់ទងនឹងប៉ានាងយកមកឲ្យខ្ញុំមកចាស់បានខ្ញុំមានរូបថតគាត់នៅក្នុងកាបូបលុយខ្ញុំនឹងចោះទៅយកមកឲ្យលោកហើយសរសេរប្រវត្តិរបស់គាត់ឲ្យលម្អិតដើម្បីឲ្យលោករកគាត់បានងាយជាងមុននាងប្រាប់យ៉ាងអន្ទះសារហើយចេញពីបន្ទប់ធ្វើការភ្លាមរាជសីមើលតាមព្រមទាំងក្តាប់មាត់សញ្ជឹងគិតពេលយ៉ាន់វ៉ាចេញទៅបាត់គេក៏ដកក្រសែភ្នែកមកមើលសមីស្ដើងដែលត្រូវដាក់នៅកន្លែងដើមគេឈោកដៃមកបើកអានយឺតម្ដងទៀតខ្ញុំនឹងតាមរកគាត់ឲ្យឃើញខ្ញុំសន្យាយ៉ាន់វ៉ាត្រឡប់មកបន្ទប់ធ្វើការរបស់រាជសីវិញដើម្បីចាត់ការធុរៈសំខាន់របស់ខ្លួនឯងរហូតការងារនោះហើយនៅម៉ោង 7:12 ថ្ងៃត្រង់ទោះជាគ្រប់ពេលគិតសង្ស័យថាហេតុអ្វីបានជាប្រធានធំមិនប្រកល់ការងារនេះឲ្យកូនចៅម្នាក់ចាត់ការទៅជំនួសការដែលឲ្យនាងមកត្រូវខាត់ពេលកន្លះថ្ងៃតែភាពសង្ស័យទាំងអស់នាងគ្រាន់តែលាក់ទុកក្នុងចិត្តពេលនេះជិតសម្រាប់ថ្ងៃត្រង់ហើយខ្ញុំចង់ចេញទៅរកមិត្តភ័ក្តិយ៉ាន់វ៉ានិយាយប្រាប់អ្នកដែលអោនអានឯកសារមួយយ៉ាងនៅលើតុគេងើយមើលមុខនាងហើយនិយាយចេញមកឃ្លានហើយហ៎ខ្ញុំគិតថាចង់នាំនាងទៅខាងក្រៅរករបស់ឆ្ងាញ់ញ៉ាំថ្ងៃនេះខ្ញុំមានណាត់ជាមួយហារ៉ាំងមានរឿងនិយាយគ្នានិយាយចប់យ៉ាន់វ៉ាក៏ផ្អៀងកចាំមើលគេរួចក៏ឃើញគេងក់ក្បាលអនុញ្ញាតនាងដើរចេញពីបន្ទប់ធ្វើការរបស់ប្រធានធំចុះទៅជាន់ទី2ហើយក៏ឃើញថាហារ៉ាំងកំពុងឈរចាំនៅខាងមុខអ្នកទាំងពីរបានដើរគ្នាទៅរកអាហាររកអីញ៉ាំពេលនេះឆាប់និយាយមកថាឯងនឹងលោកសាំងហ៊ុនមានតំណែងតំណងទៅដល់ណៃហើយយ៉ាន់វ៉ាស៊ូអ្នកដែលកំពុងមានទឹកមុខអៀនដោយការពីព្រឹកគ្មានខុសគឺទៅដល់ផ្ទះគេនៅសេអ៊ុលនឹងណាហារ៉ាំងតបបែបលេងសើចតែក៏ហៅផ្ទៃមុខស្អាតរបស់យ៉ាន់វ៉ាឲ្យងើបមុខពីចានថាម៉េចយ៉ាន់វ៉ាឧទានហើយធ្វើមាត់ច្បូនយ៉ាងគួរឲ្យអស់សំណើចលឿនដល់ថ្នាក់នឹងផងហ៎កាលពីប៉ុន្មានថ្ងៃមុនខ្ញុំឃើញពួកឯងនៅប្រកែកគ្នានឹងឬមួយនោះគ្រាន់តែជារូបភាពបំផន់ភ្នែកខ្ញុំទេឈួតឯងគិតអីផ្ដេសផ្ដាសអ្នកណាទៅបំផន់ភ្នែកឯងទៅខ្ញុំនិងលោកសាំងហ៊ុនទៅតែនិយាយគ្នាល្អប៉ុន្មានថ្ងៃមុននេះឯងនិយាយគ្នាហើយក៏មានអារម្មណ៍ដូចខ្សែភ្លើងឆក់ចរន្តភ្លើងស្នេហ៍ឆ្លងដល់បេះដូងមែនទេអូហូស្អីក៏ដល់ថ្នាក់ហ្នឹងឈប់គិតផ្ដេសផ្ដាសទៅខ្ញុំនិងលោកសាំងហ៊ុនទៅតែនិយាយគ្នាគ្មានអ្វីច្រើនជាងនោះទេយល់ទេអ្នកអារម្មណ៍ល្អក៏ធ្វើមុខជូរតែត្រឹមមួយផ្លេតយ៉ាន់វ៉ាក៏តបទៅវិញហើយឯងទៅផ្ទះលោកសាំងហ៊ុនបានន័យយ៉ាងម៉េចទៅដល់ទីនោះហើយយ៉ាងម៉េចដែរនិយាយឲ្យលម្អិតមកមើលហារ៉ាំងញញឹមមុននឹងនិយាយគ្រប់រឿងឲ្យអ្នកដែលកំពុងតាំងចិត្តស្ដាប់
ហើយពេលនាងនិយាយចប់យន់វ៉ាក៏ញញឹមខ្ញុំថាហើយថាលោកសាំងហ៊ុនជាមនុស្សមានទឹកចិត្តហើយម្យ៉ាងទៀតរវាងឯងនិងគេពេលស្គាល់គ្នាមួយរយៈដំបូងខ្ញុំក៏មានអារម្មណ៍ថាប្លែកដូចអ្នកទាំងពីរមិនចាប់អារម្មណ៍គ្នាណាស់ណាអញ្ចឹងរហូតមើលទៅខុសធម្មតាអញ្ចឹងហារ៉ាំងព្យាយាមកដល់ហេតុការណ៍និងអារម្មណ៍ដែលមានសាំងហ៊ុនក្នុងពេលនោះហើយសួរបញ្ជាក់ដោយមិនទុកចិត្តខ្ញុំពិតជាអញ្ចឹងមែនពិតមែនមិនត្រឹមតែឯងម្នាក់ទេលោកសាំងហ៊ុនក៏ដូចគ្នាហើយចុងក្រោយពេលដែលដឹងថាពួកឯងមានចិត្តត្រូវគ្នាទៅខ្ញុំមិនសូវផ្លាច់ចិត្តប៉ុន្មានយន់វ៉ាញាក់ស្មាក្រោយពីវិភាគរួចតែម្នាក់ទៀតបែរជាសម្លឹងមើលមុននឹងប្រាប់អ្វីម្យ៉ាងតែក៏ត្រូវបដូរចិត្តទៅនិយាយរឿងផ្សេងជំនួសហើយចុះឯងយ៉ាងម៉េចដែរនៅផ្ទះចៅហ្វាយសុខសប្បាយទេសុខសប្បាយគ្មានអ្វីត្រូវបារម្ភទេយន់វ៉ាញញឹមពេលឃើញកែវភ្នែកបារម្ភរបស់មិត្តភក្តិឯងជឿដែរទេបើខ្ញុំចង់ប្រាប់ថាលោកប្រធានយើងនៅទំនេរគ្មានពាក់ព័ន្ធជាមួយអ្នកណាដូចដែលយើងគិតនោះទេហេតុអីក៏ឯងសួររឿងនេះឬមួយឯងមានអ្វីចង់ប្រាប់ខ្ញុំមានពេលមួយនោះឯងធ្លាប់បារម្ភពីខ្ញុំតាក់ទងនឹងប្រពន្ធចាស់របស់ចៅហ្វាយម្សិលមិញគេប្រាប់ខ្ញុំអស់ហើយឯងអាចគិតថាខ្ញុំល្ងងដែលឆាប់ជឿគេទេអត់ទេខ្ញុំយល់ហើយជឿជាក់លើឯងហើយចៅហ្វាយគិតយ៉ាងម៉េចបានជានិយាយឲ្យឯងស្ដាប់ឯងសួរគាត់មែនទេត្រូវហើយខ្ញុំសួរគេត្រង់ហើយគេក៏ប្រាប់មកទាំងអស់ថែមទាំងនិយាយរឿងផ្សេងឲ្យស្ដាប់ទៀតយន់វ៉ាញញឹមមុខរីកទាំងដែលដឹងច្បាស់ថាខ្លួនមិនមែនជាភិក្ខីចាប់ផ្ដើមតាំងសំណួរទេតែរាជសីបានប្រាប់គ្រប់យ៉ាងឲ្យនាងបានដឹងហើយការលាតត្រដាងការពិតត្រឹមតែផ្នែកខ្លះក៏ជំរុញឲ្យហារ៉ាំងបានគិតខ្លះបើនាងសេពគប់ជាមួយសាំងហ៊ុនបែបប្រកបប្រជាតើនៅមានហេតុផលអ្វីដែលត្រូវលាក់បាំងការសង្ស័យចំពោះប្រតិកម្មគេបែបនេះទៀតសុខចិត្តសួរត្រង់ដូចដែលយន់វ៉ាធ្វើល្អជាងវាប្រហែលជាផ្លូវចេញដែលល្អជាងនេះ